នៅខាងប្រទេសថៃកំពុងតែបើកភ្លើងក្រហមប្រកាសអាសន្នហើយតាំងពីថ្ងៃទី22ខែ11នេះឆ្នាំ2025ដោយនៅខាងខេត្តហាត់យ៉ៃគឺមានទឹកជំនន់ឡើងខ្ពស់ខ្លាំងមែនទែនធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះកង្វះស្បៀងក៏ដូចជាកង្វះរបស់របរប្រើប្រាស់ព្រោះទឹកឡើងខ្លាំងពេករហូតទៅដល់លិចឡានលិចម៉ូតូហើយប្រជាពលរដ្ឋខ្លះហ្នឹងក៏បានហូរទៅតាមទឹកដែរហើយនៅខាងពលានយន្តហោះថៃហ្នឹងក៏មានការលិចខ្ពស់ខ្លាំងធ្វើឲ្យភ្ញៀវទេសចរដែលគេបានទៅលេងហ្នឹងណាក៏ស្ទះជាប់គាំងនៅក្នុងពលានផងដែរតណារួចទេបានតែនៅជាន់លើទេព្រោះទឹកឡើងខ្ពស់ខ្លាំងពេកប្រជាពលរដ្ឋខ្លះមានការព្រួយបារម្ភក៏ដូចជាភ័យខ្លាចយ៉ាងខ្លាំងព្រោះទឹកជំនន់វាឡើងតាំងពីថ្ងៃទី22ខែ11មកវាប្រហែលថ្ងៃហើយអត់មានស្រកចុះសោះប្រជាពលរដ្ឋខ្លះមានការឆក់ខ្សែភ្លើងហូរទៅតាមទឹកខ្លះទៀតជាប់នៅលើដំបូលផ្ទះគ្រួសារខ្លះគឺបានកកស្ទះនៅម្ដុំទៅណារួចទេប្រជាពលរដ្ឋដែលបានមកពីខាងខេត្តផ្សេងមកលេងនៅខាងខេត្តហាត់យ៉ៃហ្នឹងក៏ដូចជាជនជាតិផ្សេងមកពីប្រទេសផ្សេងហ្នឹងក៏ត្រូវបានជាប់គាំងនៅខាងពលានយន្តហោះដែរនៅជាន់លើព្រោះជាន់ក្រោមលិចអស់ហើយតណារួចទេឥឡូវខាងរដ្ឋាភិបាលគេកំពុងតែបញ្ជូនអ្នកសង្គ្រោះបន្ទាន់មកផងដែរជាពលរដ្ឋមានការព្រួយបារម្ភខ្លាចអត់មានអីហូបដោយសារតែហាងមួយចំនួនគឺត្រូវបានលិចនិងអីវ៉ាន់ផ្សេងត្រូវបានខូចទាំងស្រុងប្រជាពលរដ្ឋខ្លះទៀតក៏មានការខឹងសម្បារទៅរាជរដ្ឋាភិបាលដោយប្រជាពលរដ្ឋមួយចំនួនបានស្ដីបន្ទោសនឹងថារដ្ឋាភិបាលដោយសាររដ្ឋាភិបាលបើកទំនប់ទឹកធ្វើឲ្យមានការលិចចូលមកក្នុងហាត់យ៉ៃហ្នឹងទឹកចំនួនសាននេះបានធ្វើឲ្យរងផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តហាត់យ៉ៃនឹងផ្ទាល់បាត់បង់ទ្រព្យសម្បត្តិផងនិងបាត់បង់ដំណាំឧស្សាហកម្មកសិកម្មនិងរោងចក្រផ្សេងដែលស្ថិតនៅក្នុងខេត្តហាត់យ៉ៃនឹងផ្ទាល់មិនថាភ្ញៀវទេសចរជាតិនិងអន្តរជាតិទេដែលកំពុងតែមកលេងនៅខាងខេត្តហាត់យ៉ៃនឹងជាប់គាំងនៅលើខាងពលានយន្តហោះនៅហាត់យ៉ៃនឹងផ្ទាល់គឺកំពុងតែបារម្ភខ្លាំងនិងរងចាំដំណោះស្រាយពីរាជរដ្ឋាភិបាលយ៉ាងណាមិញខាងក្រសួងបរិស្ថានបានធ្វើសេចក្តីថ្លែងការណ៍ថានេះគឺជាជុំ300ឆ្នាំហើយដែលទឹកជំនន់ឡើងមេឃភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី19ខែ11នេះធ្វើឲ្យទឹកជំនន់ឡើងរហូតដល់630មីលីម៉ែត្រក្នុង24ម៉ោងទឹកជំនន់នេះបានធ្វើឲ្យខេត្តចំនួន10រងផលប៉ះពាល់ខ្លាំងមានដូចជាខេត្តឈុំផនសុរាษฎร์ធានីនគរศรีធម្មរាជសទូលសុខាផាត់ថាឡុងត្រាំងឋានាធិវ៉ាបត្តនីយធិវ៉ា